គណៈដដងដំបនមហាសាលដែលកាត់ឡើងអំពីចេតនានិមន្តបានមកប្រទេសញោមមហាបាសមហាបាសកាផ្ទះញោមមាសមានហើយថាញោមម៉ែញោមពុកហើយនឹងញោមណាម៉ែធានញោមម៉ែសូរិយាប៉ុណ្ណាមានសទ្ធាជ្រះថ្លាបានប្រគេនចង្ហាន់បើក៏ប៉ុន្តែនិស័យបននៅក្នុងពុទ្ធសាសនាពុទ្ធសាសនាកើតឡើងបាន2570បើឥឡូវនេះហើយអ្នកកាន់ពុទ្ធសាសនាគឺល្អប្រសើរនៅក្នុងពិភពលោកនេះអ្នកប្រាជ្ញដតីស្វែងរកមើលថាសាសនាណាដែលល្អហើយនិយាយអំពីពាក្យសច្ចៈអ្នកប្រាជ្ញនៅក្នុងសាសនាទាំងអស់ក៏បានស្រាវជ្រាវទៅក៏ឲ្យតម្លៃលើកមេដៃថាមានតែសាសនារបស់ព្រះសម្មាសម្ពុទ្ធទេល្អហើយសច្ចៈអ្នកប្រាជ្ញទាំងអស់នៅក្នុងលោកគេសិក្សានិងការអនុវត្តទៅឃើញថាអ្វីដែលគេរកឃើញហ្នឹងពុទ្ធលោកសំដែងឲ្យអស់បើតែចឹងប្រសើរក្រៃលែងហើយរឿងមួយទៀតរឿងមត្តកណ្ដលីនៅក្នុងសម័យព្រះញោមនឹកឃើញថាប្រកេនគេសួរថាធ្វើបុណ្យអ្វីដែលមនុស្សអស់ជីវិតទៅណាដែលទទួលផលដែលកូនចៅធ្វើបានឬក៏ការសែនព្រេនហ្នឹងទៅដល់ដែរចឹងនៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធរឿងព្រះបាទពំពិសាយហ្នឹងព្រោះនៅក្នុងសម័យកាលមុនញាតិរបស់ព្រះបាទពំពិសាធ្លាក់នរក92ផែនដីម្ដាយរបស់សារីបុត្រហ្នឹងក៏ធ្លាក់នរកអស់7ជាតិដែរបើនឹងតួយ៉ាងជាម្ដាយរបស់ព្រះអរហន្តហើយប៉ុន្តែអ្វីដែលញាតិញោមពុទ្ធបរិស័ទនៅក្នុងសម័យបច្ចុប្បន្ននេះគឺជាសម័យមួយដែលយើងកើតមកជាមនុស្សគេហៅថាជាប់នឹងមាត់ច្រាំងមច្ចរាជជាប់នឹងមាត់ច្រាំងនរកបកលដែលកើតមកជាមនុស្សនេះព្រះសម្មាសម្ពុទ្ធថាមានបុណ្យប្រសើរជាងអ្វីនៅក្នុងលោកញាតិញោមបើសិនជាបកលបានធ្វើបុណ្យហើយមានសិលមានទាននឹងកើតមកជាមនុស្សនឹងកើតទៅជាបដាតែបុគ្គលដែលកើតមកជាមនុស្សហើយតែអត់មានសិលអត់មានការធ្វើទានអីហ្នឹងគឺថាបុគ្គលនឹងអស់ជីវិតជាមនុស្សនេះហើយនឹងធ្លាក់ទៅអបាយមុខមិនត្រឹមអបាយមុខទេអាចថានឹងមិនបានកើតមកជាមនុស្សលោកយើងទៅទៀតអញ្ចឹងអ្នកដែលបានកើតមកជាមនុស្សព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសម្ដែងថាជាកន្លែងណាគេហៅថាឋានសួគ៌លោកីយៈហើយក៏ជាកន្លែងកើតតួនៅសាសនារបស់ព្រះសម្មាសម្ពុទ្ធដែរព្រះពុទ្ធលោកសម្ដែងថាតេតោបញ្ញប្រវត្តិតេបុណ្យរមែងចម្រើនដែលសត្វឲ្យទាននោះលោកកើតមកក្នុងលោកនេះត្រូវមានគេហៅថាសិលគឺជាស្ពានទានគឺជាទូកសម្រាប់ដឹកនាំសត្វលោកទៅរកត្រើយនិព្វានកំណាព្យលោកបានពោលថាបើស្រឡាញ់ខ្លួនកំពូនធ្វើបាបឋានៈថ្នមសុខភាពសម្រាប់សាងល្អសន្សំធម៌ស្អាតចង្វាតធម៌សឲ្យដូចជាស្កររសាររស់ផ្អែមរងៃចិត្តរបស់យើងនឹងគេថាប្រសេកប្រសាចរញ៉េរញ៉ៃច្រើនចឹងបានយើងប៉ះនឹងកិច្ចសម្ដីខ្លះល្អក្រោតក្រៀតនឹងទទួលយកមិនបានហើយគេសួរសំណួរថាធ្វើយ៉ាងណាដើម្បីឲ្យចិត្តនឹងស្ងប់ចិត្តនឹងកំខឹងចិត្តអីហ្នឹងព្រោះមនុស្សលោកយើងនៅជាបឋុជននៅជួបរឿងទាំងអស់នឹងសពបែបយ៉ាងបើมันអាចកិច្ចរួចទេអញ្ចឹងអ្វីដែលអាចធ្វើចិត្តឲ្យត្រជាក់គឺអាចសមាធិណាសមាធិហ្នឹងក៏ជាការព្យាបាលផ្លូវចិត្តហើយនឹងព្យាបាលរោគមួយដែរធ្វើឲ្យរោគយើងនឹងសុខភាពល្អស្ងប់ស្ងាត់ណាអាយុវែងចឹងបានគេពោលថាឈើប៊ីមទឹកបញ្ញាពុកមនុស្សប៊ីមតុកបញ្ញាស្លាប់ចឹងការសមាធិហ្នឹងគឺការបិទនៅគេហៅថាអារម្មណ៍ផ្សេងអារម្មណ៍រឿងរ៉ាវផ្សេងមិនល្អមិនឲ្យចូលនៅក្នុងត្រចៀកយើងណាមិនឲ្យចូលនៅក្នុងចិត្តយើងកុំឲ្យយើងគិតច្រើនពេលដែលយើងសមាធិជើងស្ដាំដាក់លើជើងឆ្វេងដៃស្ដាំដាក់លើជើងឆ្វេងហើយបិទថ្មីទៅចិត្តហើយដកដង្ហើមយើងស្ដាប់មើលដង្ហើមយើងបើណាចេញនឹងចូលចាប់យកតែមួយនឹងទៅដល់យូរទៅធ្វើខ្លួនទៅត្រង់ទៅស្រាប់តែខ្លួនយើងស្រាលបើស្រាលទៅណា
ខ្លួនដល់យូរទៅសមាធិទៅដូចខ្លួនដូចអណ្ដែតលើអាកាសអញ្ចឹងបងអញ្ចឹងពេលដែលយើងបិទចរន្តសេចក្តីសុខមួយរំពេចហ្នឹងគឺថាមានសេចក្តីសុខពេលបើកភ្នែកមកគឺថាចិត្តស្អាតមួយរំពេចហ្នឹងគឺសេចក្តីសុខបានមួយគណៈតម្រាំដែលយើងណាចាប់យកអារម្មណ៍ផ្សេងអញ្ចឹងសេចក្តីសុខហ្នឹងក៏ល្អដែរចឹងបានខ្ញុំកដាអីហ្នឹងភាគច្រើននមស្ការបរតនត្រ័យអីហ្នឹងចង់បានបុណ្យចង់បានកុសលដូចញោមអញ្ចឹងនៅក្នុងថ្ងៃនេះញាតិញោមបានគេហៅថាថ្វាយទៀនថ្វាយដល់សង្ឃប្រចង់ឧទ្ទិសទៀនប្រែតរួចពីឃ្លានប្រទៀនដំដោះទៀនគឺជាទ្រព្យជាប់តាមសន្តានជាមិត្តរួមប្រានឆ្លងភពងងឹតអញ្ចឹងមិនន័យថាការថ្វាយទៀនហ្នឹងគឺឆ្លងភពងងឹតបើបានទៅដល់ញាតិរបស់យើងផងជាតិណាយើងបរិបូរទៅដោយគ្រឿងបរិភោគហូបចុកនឹងមិនខ្វះដោយអំណាចការធ្វើទៀនពពុទ្ធលោកសម្ដែងយ៉ាងច្បាស់បុគ្គលណានឹងឲ្យទៀនទៅដល់សាមណៈនឹងអ្នកអត់អ្នកឃ្លានបុគ្គលនឹងជាតិណាអត់ខ្វះគ្រឿងបរិភោគទេចឹងបរិបូររហូតហើយរហូតទៀតគេហៅថាយកពុទ្ធបរិស័ទយកពពុទ្ធជាទីពឹងទីរលឹកមិនន័យថាពពុទ្ធជាទីពឹងរលឹកហ្នឹងគឺថាញាតិញោមយកធម៌របស់ព្រះសម្មាសម្ពុទ្ធចឹងយកជាទីពឹងទីរលឹកសេចក្តីសុខនឹងមានបារមីនឹងតាមថែរក្សាទេវតាក្នុងផ្ទះនឹងបីបាច់តាមថែរក្សាហើយមួយទៀតញោមយកពធជាទីពឹងទីរលឹកការស្ដាប់ពធនឹងហើយធ្វើចិត្តឲ្យតិចធ្វើឲ្យញាតិញោមពុទ្ធបរិស័ទបានស្ដាប់ពធការបដិបត្តិនាំទៅកើតទៅជាឋានសួគ៌និព្វាននឹងមនុស្សលោកហើយយកប្រសង្ឃជាទីពឹងទីរលឹកឥឡូវនេះបានជួបប្រសង្ឃពិតជាស្រ័យបុណ្យកំពុងតែធ្វើនេះសម័យកាលនេះនៅមានប្រសង្ឃតិចទៀតនឹងមានតែអំបោះដាក់តិចហ្នឹងក៏ថ្វាយអង្គមថាប្រសង្ឃ